សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Ignite Karaoke បងប្អូនទាំងអស់គ្នាធ្លាប់ជួបអត់នៅពេលដែលបងប្អូនទទួលបានជោគជ័យអ្វីមួយឬត្រូវបានគេសរសើរប៉ុន្តែជំនួសឲ្យមានអារម្មណ៍ថាសប្បាយអយើងបែរទៅជាមានអារម្មណ៍ភ័យខ្លាចថាថ្ងៃណាមួយគេនឹងដឹងថាយើងមិនបានប្រកែកដោយអ្វីដែលគេឃើញអារម្មណ៍នេះគេហៅថា Imposter Syndrome ឬអារម្មណ៍ដែលគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ឬខ្លួនឯងជាមនុស្សដែលមិនសមនឹងទទួលបានជោគជ័យជាទូទៅគឺយុវជនគ្នាយើងធ្លាប់ជួបហើយអារម្មណ៍មួយនេះតែមុននឹងយើងរកដំណោះស្រាយដើម្បីបំបត្តិអារម្មណ៍មួយនេះយើងត្រូវដឹងសិនថាតើវាមានប្រភពមកពីណាយើងរស់នៅក្នុងសម័យកាលបច្ចេកវិទ្យាដែលការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃកើតឡើងត្រឹមតែការអូសស្គ្រីនទូរស័ព្ទដៃប៉ុណ្ណោះនៅពេលដែលបងប្អូនឃើញមិត្តភក្តិជិះឡានទំនើបបានការងារល្អឬដើរលេងក្រៅប្រទេសពួកគាត់យើងចាប់ផ្ដើមស្បប្រាប់ខ្លួនឯងវិញថាចុះខ្ញុំវិញខ្ញុំកំពុងធ្វើអ្វីខ្ញុំមិនល្អដូចគេទេនេះហើយគឺជាដើមហេតុនៃ Imposter Syndrome វាគឺជាចោរដែលលួចយកសេចក្តីសុខក្នុងជីវិតរបស់យើងខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថាគ្មានអ្នកគេដែលល្អឥតខ្ចោះទេហើយមនុស្សដែលរងគ្រោះដោយសារ Imposter Syndrome ច្រើនតែជាមនុស្សដែលខំប្រឹងប្រែងខ្លាំងបំផុតបងប្អូនតែងតែដាក់កម្រិតលើខ្លួនឯងខ្ពស់ពេកគិតថាយើងធ្វើមិនទាន់បានល្អគ្រប់គ្រាន់រហូតដល់ភ្លេចមើលឃើញការខិតខំប្រឹងប្រែងរបស់ខ្លួនឯងតោះចឹងកុំឲ្យខាត់ពេលយូរយើងនឹងមកមើលពីគន្លឹះដើម្បីបំបត្តិ Imposter Syndrome នេះគន្លឹះទី1ស្គាល់ពីតម្លៃនៃពេលវេលាបងប្អូនធ្លាប់គិតអត់ក្នុងមួយថ្ងៃបងប្អូនចំណាយពេលប៉ុន្មានម៉ោងដើម្បីគិតបារម្ភថាខ្លួនឯងមិនល្អគ្រប់គ្រាន់2ម៉ោង3ម៉ោងឬក៏ពេញមួយយប់ដែលធ្វើឲ្យយើងគេងអត់លក់សោះពេលវេលាដែលបងប្អូនយកទៅអង្គុយសង្ស័យទៅលើសមត្ថភាពខ្លួនឯងគឺជាពេលវេលាដែលបាត់បង់ទៅដែលអត់ប្រយោជន៍ចឹងខ្ញុំចង់ឲ្យបងប្អូនបដូរពីការគិតកន្លែងហ្នឹងបន្តិចរាល់ពេលដែលបងប្អូនមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់បងប្អូនត្រូវសួរខ្លួនឯងវិញថាតើការអង្គុយគិតបែបនេះជួយឲ្យខ្ញុំប្រសើរឡើងឬគ្រាន់តែធ្វើឲ្យខ្ញុំយឺតជាងមុនមានពាក្យមួយឃ្លាដែលខ្ញុំស្រឡាញ់ខ្លាំងគឺថា done is better than perfect ធ្វើឲ្យហើយប្រសើរជាងធ្វើឲ្យល្អឥតខ្ចោះចឹងយើងកុំចាំរហូតតតែយើងមានអារម្មណ៍ថាខ្លួនឯងប្រកែកទើបចាប់ដើមធ្វើយើងត្រូវតែធ្វើទាំងដែលយើងកំពុងតែភ័យខ្លាចយើងធ្វើទាំងដែលយើងកំពុងតែសង្ស័យយើងធ្វើបដារៀនបដាយើងដួលត្រង់ណាងើបត្រង់ហ្នឹងបងប្អូនកុំចាំរហូតតតែយើងចេះទាំងអស់ទើបចាប់ដើមធ្វើពេលវេលាគឺមិនចាំយើងទេគន្លឹះទី2ការពារធម៌ពលផ្លូវចិត្តធម៌ពលផ្លូវចិត្តយើងដូចជាថ្មទូរស័ព្ទចឹងបើបងប្អូនប្រើវាទៅលើកម្មវិធីដែលមិនចាំបាច់វានឹងអស់ថ្មយ៉ាងលឿនការព្យាយាមធ្វើខ្លួនឲ្យត្រូវចិត្តអ្នកទាំងអស់គ្នាដើម្បីបិទបាំងអារម្មណ៍ថាខ្លួនឯងមិនល្អគឺជាការចំណាយធម៌ពលយើងអស់យ៉ាងលឿនបំផុតបងប្អូនមិនចាំបាច់មានវត្តមាននៅគ្រប់ទីកន្លែងឬធ្វើរឿងគ្រប់យ៉ាងដើម្បីបង្ហាញថាខ្លួនឯងមានតម្លៃនោះទេតម្លៃរបស់យើងគឺស្ថិតនៅលើគុណភាពនៃអ្វីដែលយើងធ្វើមិនមែនលើបរិមាណនៃអ្វីដែលយើងធ្វើដើម្បីឲ្យគេសរសើរយើងនោះទេការរក្សាធម៌ពលទុកសម្រាប់រឿងដែលសំខាន់ពិតប្រាកដនឹងជួយឲ្យបងប្អូនមានអារម្មណ៍ថាមានអំណាចលើជីវិតខ្លួនឯងជាងមុនគន្លឹះទី3ការជ្រើសរើសវត្តមាននៅក្នុងសម័យដែលយើងតបជាប់ជាមួយនឹងមនុស្សរាប់លានអ្នកតាមអនឡាញយើងត្រូវតែចេះជ្រើសរើសថាយើងចំណាយពេលជាមួយអ្នកណាជ្រើសរើសតាមដានអ្នកណាខ្លះបងប្អូនគួរតែជ្រើសរើសវត្តមាននៅកន្លែងដែលគេផ្ដល់តម្លៃឲ្យការរីកចម្រើនជ្រើសរើសនៅកន្លែងដែលគេនឹងត្រេកអរជាមួយយើងពេលដែលយើងធ្វើបានសម្រេចជ្រើសរើសនៅក្បែរមនុស្សដែលហ៊ាននិយាយពីភាពបរាជ័យរបស់គេឲ្យយើងស្ដាប់នោះយើងនឹងដឹងថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះតាំងពីដើមនោះទេបងប្អូនទាំងគ្នាក្រៅពីគន្លឹះទាំង3នេះខ្ញុំក៏មានបន្ថែមនូវសកម្មភាពតូចៗដែលបងប្អូនអាចចាប់ផ្ដើមឥឡូវនេះបានដើម្បីបំបត្តិនូវអារម្មណ៍ខ្ញុំមិនល្អគ្រប់គ្រាន់ទី1គឺបងប្អូនរៀនទទួលយកពីសរសើរនៅពេលដែលគេសរសើរបងប្អូនកុំនិយាយថាអូមិនអីទេវាគ្រាន់តែជាសំណាងទេតែយើងអាចសាកនិយាយថាអរគុណច្រើនហើយជាមួយនឹងទឹកមុខញញឹមទៅវិញការទទួលយកពាក្យសរសើរគឺជាការទទួលស្គាល់នៃតម្លៃកម្លាំងញើសឈាមរបស់ខ្លួនឯងទី2ត្រូវចេះលើកទឹកចិត្តខ្លួនឯងបើសិនជាមនុស្សដែលបងប្អូនស្រឡាញ់មានអារម្មណ៍មិនល្អបងប្អូននឹងស្ដីបន្ទោសគេឬក៏លើកទឹកចិត្តគេប្រកាសណាស់បងប្អូនច្បាស់ជាលើកទឹកចិត្តគេហើយចុះហេតុអីបងប្អូនទៅស្ដីបន្ទោសឲ្យខ្លួនឯងវិញរាល់ពេលដែលបងប្អូនមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ទៅប្រាប់ខ្លួនឯងថាខ្ញុំកំពុងរៀនខ្ញុំកំពុងតែរីកចម្រើនវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានស្ដាប់វីដេអូនេះដល់ចប់បើសិនមកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ចឹងបងប្អូនកុំភ្លេចចែករំលែកទៅដល់មិត្តភ័ក្តិឬក៏មនុស្សជាទីស្រឡាញ់របស់បងប្អូនផងណាហើយដើម្បីទទួលបានវីដេអូថ្មីទៀតបងប្អូនកុំភ្លេចចុច Subscribe ឲ្យខ្ញុំមួយផងណាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយបងប្អូន